យើងមួយនិយាយពីការប្រើប្រាស់ Summit Summit គឺជា open source software សម្រាប់ monitor ឬក៏ហៅថា monitoring alert ដែលគេប្រើដើម្បីតាមដានសារភាពរបស់ server network application និងឧបករណ៍ IT ផ្សេងៗ Summit វាអាចជួយ monitor ទៅលើ server ដែលមាន CPU RAM disk network traffic server uptime ហើយអាច monitor ទៅលើ network device មានដូចជា router switch firewall access point printer ហើយអាច monitor ទៅលើ switch មានដូចជា web server Apache NGX ហ្នឹងហើយ database មានដូចជា SQL Postgres SQL ហ្នឹងនៅមានផ្សេងទៀតហើយអាចផ្ដល់ដំណឹងទៅ alert បើ server ឬ network មានបញ្ហាវាអាចផ្ញើ alert តាម email Telegram Microsoft Teams ឬមួយក៏តាម SMS ជាមួយ gateway ហើយអាចនៅលើទាំង dashboard នេះវាបង្ហាញស្ថានភាព server និង network ជា real time អាចមើលបាន graphic ឬមួយ chart មើល history និង thread អាចមើលបាន report uptime report ឬមួយក៏ available report performance report ហ្នឹងឧទាហរណ៍ដូចជាឧទាហរណ៍ថាក្រុមហ៊ុនឬស្ថាប័នមួយដែលមានWindows Server 3ហើយ Linux Server 2 Magnetic Router 2 Switch 10 ទៅ 20 ទៅអាហ្នឹងតាមបានទេហើយ printer 5 IP camera យើងដាក់ដើម្បីសុវត្ថិភាពការពារដូចជា30ហ្នឹងអាចប្រើ Summit ដើម្បីតាមដានឧបករណ៍ទាំងអស់នៅកន្លែងតែមួយប្រសិនបើ server ដាច់ហើយ CPU ឡើងដល់ 95% disk សល់តែ 5G router online ឬមួយ printer online ហ្នឹង Summit នឹងបង្ហាញ alert ភ្លាមៗហើយអាចផ្ញើសារជូនអ្នកដើម្បីឲ្យអ្នកដោះស្រាយបានទាន់ពេលអានេះគឺជា diagram ដែលយើងនឹងធ្វើបង្ហាញយើងមាន Windows Server 2ហើយ Magnetic 1ហើយនេះគឺ server យើង install YouTube server ដាក់ Summit server ហ្នឹងនៅហ្នឹងហើយនេះយើងអាចមើល monitor ទៅលើ interface ចូលតាម HTTP hash ហើយមើលដែលយើង remote មើលឃើញ dashboard ហ្នឹងហើយមានផ្សេងៗទៀតហើយយើងនឹងធ្វើ config alert ទៅតាម Telegram នឹងជា flow តែជាក់ស្ដែងខ្ញុំដោយសារតែខ្ញុំកុំព្យូទ័រវាoverload វាអាចនឹងគេអញ្ចឹងខ្ញុំអាចប្រើទៅលើ server តែមួយទេហើយអាចប្រើ Windows ជំនួសវិញ Magnetic 1អញ្ចឹងយើងចាប់តាមទៅឡាប់យើងធ្វើនេះយើងធ្វើនៅលើ Visual Sun VMD ដំបូងយើងត្រូវ install Summit server នៅលើ YouTube ឧទាហរណ៍ដូចថា YouTube នេះប្រើ version នេះហើយ Summit Visual ហើយយើងធ្វើការនេះយើង install ហ្នឹង update ហើយ install វា download នៅក្នុង repository តាម flow install Summit server ហើយ create database ហ្នឹងជំហានដំបូងគេដែលយើងត្រូវធ្វើនៅលើ Visual Sun ទី1នៅលើ install នៅលើ YouTube បន្ទាប់មកទៀតយើងត្រូវ create database នេះយើងមើល flow ហ្នឹងទៅហើយនេះគឺជា script ដែលយើងត្រូវធ្វើហើយ import database នេះហើយបើវា password យើងដាក់ password ដែលយើងបានកើតនេះហើយ configure Summit នេះ command នេះហើយយើង edit វាមកនេះកែរកពាក្យនេះហើយយើងកែដាក់ស្មើប៉ុណ្ណេះហើយយើងចាប់តាម cell control O ឬមួយ control X តោះមកយើង start service តោះមកទៀតយើងធ្វើការ open firewall ហើយបន្តទៀតយើងដល់ open firewall យើងទៅ check មើល IP នៅលើ YouTube server របស់យើង check មកឃើញ IP ដែលទទួលបានគឺទទួលបាន RAM ប៉ុណ្ណេះយើងចូលទៅកាន់ browser របស់យើងមកនេះយើង search មកនឹងប៉ុណ្ណឹងនឹងអាច login ចូលដាក់ password អីទៅនេះឧទាហរណ៍ថា password user admin password Summit ហើយខ្ញុំចូលទៅកាន់របស់ខ្ញុំនេះ YouTube ដែលខ្ញុំមាន YouTube មួយជា server install Summit server នៅលើ YouTube ហើយខ្ញុំធ្វើការ login ជា admin ដាក់ password របស់ខ្ញុំអូខេតោះខ្ញុំ check IP នេះ IP ដែលខ្ញុំទៅបាននេះគឺអានេះ192 168 140ហើយ136អញ្ចឹងយើងចូលមកកាន់ browser របស់យើង login មកយើងដាក់ password អីទៅយើងនឹងឃើញផ្ទាំងដូចបែបនេះបន្តមកទៀតតើបើយើងបាន install YouTube នឹង install Summit នៅលើ YouTube នឹងហើយយើងចូលមកដល់ install Summit agent នៅលើ Windows ឬមួយក៏ Windows Server យើងហ្នឹងយើងទៅ download ទៅនៅលើ browser យើង search Summit នេះ Summit agent download ហើយយើងចូលមករើសយកបើយើងតឡើងនៅលើ Linux យើង Linux បើតឡើងលើ Windows Mac យើង Mac ទៅនេះជា OS របស់វាដែលយើងត្រូវតាមតែចាក់ស្ដែងតឡើងលើ Windows Server យើង11ហ្នឹងហើយយើងរើស version នេះហើយ LS ហើយចុច download ទៅរើស version អាហ្នឹងតើយើង download រួចយើងinstall នៅលើ YouTube Windows Server របស់យើងជាស្ដែងសម្រាប់ YouTube យើងចុចចូលមកយើងនេះ Windows Server ខ្ញុំ install ហើយតើតើនៅលើ YouTube server ខ្ញុំក៏ខ្ញុំ install ហើយដែរ config តើតើ config install គឺខ្ញុំធ្វើឲ្យអត់ដែរនេះខ្ញុំកាន់តែបង្ហាញ flow ទេ nên những bài 200 ngàn bài
យើងទៅយកអាកន្លែងយើង download មិនមកនេះតើយើង download អាហ្នឹងយើង install នៅលើ Windows របស់យើងអូខេ install យើងនឹងបាន file បែបនេះ file ខ្ញុំ download យក version 7.0 ចេញពី7ដើម្បីឲ្យត្រូវនឹង version របស់ YouTube របស់យើង submit របស់យើងហើយខ្ញុំចូលមក install នេះចេញមក install next ហើយចេះស្ដាយខ្ញុំ install ហើយបើយើងអត់ install ទេយើង install ទេយើងចុចនេះ install ថ្មីមកអ្នកខ្ញុំមើលអូខេឥឡូវខ្ញុំ remove ហើយខ្ញុំ install ថ្មីចុច next ហើយអានេះយើងដាក់មក hostname ដើម្បីយក hostname ទៅដាក់នៅលើនេះរបស់យើងនៅលើ submit យើងដាក់ hostname ដាក់ Windows 7 Windows server យើងដាក់ឈ្មោះដាក់ទៅតែយើងត្រូវយកវាទៅដាក់នៅក្នុងនោះវិញហើយ IP នេះហើយយើងយក IP server របស់ Windows server នេះប្រកាសពីនៅ140 39ហ្នឹងមកទី8 40 អានេះដូចគ្នាដែរហើយ enable key ដើម្បី secure ហើយ path វាយើងអាចទីតាំងវាដាក់នៅក្នុង path តែមួយតើយើងចុចនេះpre CRT យើងត្រូវដាក់បើសិនយើងដាក់តែយើងដក tick ខ្ញុំវានឹងអត់លេងនេះបើចុច install តែចិត្តស្រាំគឺខ្ញុំត្រូវដាក់នេះដើម្បី secure មកតង់ឧទាហរណ៍ថាខ្ញុំមាន key បែបនេះខ្ញុំចូលមកចូលមកយើងនេះ flow install បន្ទាប់ពីយើង install submit ហើយយើង install ចិនលើហ្នឹងហើយយើងដាក់ hostname ឬ IP យើងមិនយើងមិនថាប្រសេសចប់អាហ្នឹងហើយហើយត្រូវហើយនេះយើងដាក់ key នេះកន្លែងហ្នឹងដាក់ key ហ្នឹងឧទាហរណ៍ខ្ញុំដាក់ key ប៉ុណ្ណឹងចាស់អូខេ next install អូខេ finish អាហ្នឹងយើងអញ្ចឹងដល់យើង install ហើយយើងចូលមកកាន់នេះ config ទៅលើនេះមកយើងមកតង់ទៀតណាឥឡូវយើងធ្វើប៉ុណ្ណឹងសិនសូមឆ្លៃដូនមកដាក់ចាំ path 2យើងនឹងធ្វើតទៅនឹង config ឲ្យយើងអាច monitor ទៅលើ Windows server បានឆែកមើល performance ខ្លួនឯង CPU RAM អីស្អីហ្នឹងហើយយើងចាប់ទៅដល់សិនទៅវាមាន path 2មួយទៀតយើងនឹងធ្វើវាម្ដង